ព្រះរាជបុត្រព្រះរាជបុត្រអ្នករបួសច្រើនណាស់មិនមានរទេះអស់ទេក្រាបទូលមានតែប្រជារាស្ត្រទាំងអស់ដែលអាចសែងពួកគេទៅបានក្រាបទូលសូមយើងព្រះបន្ត្រាមើលថែព្រះរាជវង្សរបស់ទ្រង់ទៅក្រាបទូលរាជវង្សរបស់យើងតើទាហានទាំងនេះមិនមែនជាគ្រួសាររបស់យើងទេទ្រង់គួរតែយើងត្រឡប់ទៅព្រះរាជវាំងវិញចាំបាច់ទ្រង់ប្រថាប់នៅទីនោះឲ្យក្រាបទូលព្រះញាតិវង្សកំពុងព្រួយប្រទើពីសេចក្តីស្លាប់របស់ព្រះមេដាព្រះបិតាទ្រង់ព្រះមហារាជព្រះមហាទេវីព្រះមេដាគូបារាហុលទេព្រះរាជបុត្រសិទ្ធត្ថព្រះពេតុលាទេវទត្តនិងព្រះពេតុលាព្រះរាជបុត្រមិនអីទេសិទ្ធត្ថបាទដូចមានវាយប្រហារទៅតាមផ្លូវព្រះរាជបុត្រដែរទេអត់ទេព្រះពេតុលាទុំបង្គំបានឡើងលើភ្នំទៅនគរមគធៈទុំបង្គំមិនគិតថាប្រាសាទជាតិវាយប្រហារមកលើពួកយើងដូច្នេះទេមិនមែនមិនត្រូវគិតទេព្រះរាជបុត្រគេបានវាយប្រហារមកលើយើងទាំងសងខាងយើងត្រូវតែបែងចែកកម្លាំងកងទ័ពរបស់យើងមិនមែនជាមនុស្សកំសត់នោះទេយើងបានតស៊ូក្លាហានបំផុតបើវាមិនវាយលុកទាំងសងខាងនោះទេយើងច្បាស់ជាឈ្នះលើនគរកុសលបាត់ទៅហើយយើងកំពុងតែតស៊ូជាមួយគ្នាសិទ្ធត្ថតែយើងនៅអង្អែងគ្រប់ចំណុចដូច្នេះហើយទើបយើងអារម្មណ៍បែបនេះព្រះពេតុលាដឹងទេថាទ្រង់បង្គំចង់ធ្វើការបញ្ចប់សង្គ្រាមទៅបានជាទស្សនៈសុំនគរមគធៈបានប្រាសាទអាជាតិបញ្ចប់សង្គ្រាមព្រោះតែទទួលរាជសារពីព្រះបាទពុំពិសាបើមិនចឹងទេនោះព្រះមេដាព្រះពេតុឆាតើអ្នកទាំងអស់គ្នានៅឯណាពួកគេមានសុវត្ថិភាពទេទ្រង់កំពុងតែនៅក្នុងរាជវាំងមានសុវត្ថិភាពទេសិទ្ធត្ថឬចុះបិតារបស់ទូបង្គំព្រះមហារាជឆាប់ប្រាប់ទូបង្គំមកតើទ្រង់ពិតជាមិនអីទេប្រាប់ទូបង្គំមកទ្រង់មានរបួសតែផុតពីគ្រោះថ្នាក់ហើយសិទ្ធត្ថព្រះបិតារាជបុត្ររាជបុត្របិតាសប្បាយប្រទៃណាស់ដែលឃើញបុត្រមានសុវត្ថិភាពអត្រិនគរកបលផុសមានសុវត្ថិភាពហើយគឺដល់ពេលហើយកបលផុសត្រូវតែប្រកាសភាពល្បីល្បាញរបស់ព្រះនគរបិតាពិតជាសប្បុរសហឫទ័យណាស់ដែលបុត្រមិនបាននៅទីនេះទូបង្គំមានវិបត្តិស្រីណាស់ដែលទូបង្គំមិនបាននៅទីនេះទូបង្គំនឹងធ្វើការបញ្ចប់សង្គ្រាមបានអត់ទេបុត្របិតា
បុត្រមិនគួរមានវិបដិសេរីទេគឺបិតាទៅវិញទេបើបិតាបានកាត់ក្បាលប្រាសាទនៅទីនៅក្នុងសង្គ្រាមកាលពីលើកមុនយើងគឺអាចជៀសវាងសង្គ្រាមលើកនេះបានហើយវាគឺជាការសម្រេចប្រទេសខុសម្ដងនេះពិតជាខុសធ្ងន់ណាស់គឺពិតជាខុសធ្ងន់ខ្លាំងណាស់មិនមែនជាការសម្រេចប្រទេសខុសទេបិតាយើងបានឈ្នះសង្គ្រាមនោះហើយព្រោះយើងបានធ្វើការសម្រេចប្រទេសត្រឹមត្រូវមិនមែនទេរាជបុត្ររាជបុត្រត្រូវតែដឹងអំពីច្បាប់ព្រៃផ្សៃនេះទើបវាជារឿងដែលត្រឹមត្រូវការដែលធ្វើនយោបាយគឺមិនខុសពីសត្វដេរិឆានទេមានតែកម្លាំងប៉ុណ្ណោះទើបអាចយកឈ្នះលើគូសត្រូវបានទាំងអស់មិនត្រូវជឿជាក់ទៅលើពឹសពោះជាដាច់ខាតបើវាចឹកបុតហើយកុំបន្ទោសពីពឹសពោះនោះគឺត្រូវតែបន្ទោសពីមនុស្សដែលជឿជាក់លើវាទៅវិញទៅយើងត្រូវតែបន្ទោសខ្លួនឯងយើងជឿជាក់លើវាពេកទើបបានជាមានមហន្តរាយបែបនេះសង្គ្រាមគឺពោពេញទៅដោយសោកនាដកម្មតាមមនុស្សចង់បានធ្វើអីទៅហើយវាសនាក៏ត្រូវតែវិនិច្ឆ័យហិនហោចមនុស្សស្លាប់រាប់មិនអស់ទេព្រះស្វាមីព្រះអង្គមិនអាចបញ្ឈប់វាបានទេខ្ញុំម្ចាស់ក៏មិនទទួលស្គាល់វាដែរតែវាកាត់ឡើងមួយរំពេចបែបនេះគឺគ្មានអ្នកណាម្នាក់ចង់បានវានោះទេតើព្រះស្វាមីសួរខ្ញុំម្ចាស់ពីរឿងអីទៅត្រូវហើយខ្ញុំម្ចាស់នឹងទូលព្រះស្វាមីព្រះហល់បានដឹងខ្លួនមុនពេលហើយពេលនោះគេក៏ចាប់ផ្ដើមត្រង់ព្រះកន្សែងពេលដែលខ្ញុំម្ចាស់បំពេគេក៏ងើបកឡើងសម្លឹងមើលខ្ញុំម្ចាស់គេក៏ចាប់ផ្ដើមសាច់ឡើងវិញគេដូចជាព្រះរបស់ព្រះចេតថាគេខ្លាំងណាស់មែនហើយគេខ្លាំងណាស់គេនឹងខ្លាំងជាងនរណាទាំងអស់នៅពេលដែលគេធំឡើងគេនឹងមានអំណាចខ្លាំងបំផុតគេនឹងលើកដៅឡើងគេនឹងខ្លាចជាអ្នកស្លាប់ម្នាក់មិនទូបែបនេះដែររបៀបណាគេនឹងសម្លាប់មនុស្សជាមិនខានទេមិនត្រូវទេឬក៏ចង់អំពានឈ្នះព្រះនគរនោះព្រះស្វាមីបងមិនជឿចំពោះរឿងនេះទេមហាសេនតែព្រះចេតថាមានបន្ទូលកុំជឿចំពោះព្រះដែរបងត្រូវតែគិតបើសិនជាមានព្រះហេតុអីក៏ព្រះមិនបញ្ឈប់កម្មបំផ្លាញនេះទៅហេតុអីក៏ព្រះឲ្យយើងកម្មមកឲ្យបែរជាឲ្យយើងមានទុក្ខហេតុអីក៏ព្រះបង្រៀនឲ្យយើងស្អប់គ្នាទៅវិញទៅមកបែបនេះហើយក៏ឲ្យយើងប្រើប្រាស់នៅអំពើហិង្សាហេតុអីក៏ព្រះធ្វើឲ្យយើងតាមរកគុណវិបត្តិរបស់យើងហេតុអីក៏យើងមានសង្គ្រាមកាប់សម្លាប់គ្នាយ៉ាងរគាលបែបនេះហេតុអីក៏អ្នកចម្បាំងចាត់ទុកជាអន្តរាយរបស់ពួកគេជាអ្នកដែលធ្វើឲ្យមានភាពរីកចម្រើនហេតុអីក៏អ្នកទុយទីមិនអាចសិក្សាព្រះធម៌វិដានិងព្រះគម្ពីរបានពេលនេះអូនប្រកាសជាមិនជឿនៅអ្វីដែលបងមានបន្ទូលទេហើយបងក៏បានឃើញសាកសពពីវាពីកាលឬច្រើនជាងផ្កាដែលដុះក្នុងសួនរបស់យើងទៅទៀត
បងមិនចង់ធ្វើជាអធិរាជទេបងមិនចង់ធ្វើជាស្ដេចទេបងចង់មានសេរីភាពបងចង់ចេញពីសេចក្តីទុក្ខទាំងអស់បងគ្រាន់តែចង់បានសេចក្តីស្ងប់សុខតែប៉ុណ្ណោះព្រះរាជបុត្រាសិដ្ឋាយាងមកដល់ហើយចូលចម្រើន បុត្រាសិដ្ឋាចូលចម្រើន ចូលចម្រើន ព្រះរាជ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 បុត្រាសិដ្ឋាចូលចម្រើន ទូបង្គំមានវិបដិសេរីណាស់ដែលមិនបាននៅទីនេះដើម្បីធ្វើសង្គ្រាមនិងជួយច្បាំងព្រះអង្គម្ចាស់គ្រប់អង្គទូបង្គំសូមរាជទានទុំ ទ្រង់មិនគួរមានបុព្វដិសេរីពីអ្វីទេព្រះបុត្រាសិដ្ឋាយើងទាំងអស់គ្នាសពបន្តីទៅវិញទេតែទ្រង់យើងទៅគាល់ព្រះបាទពុំពិសាននោះត្រូវឲ្យព្រះរាជបុត្រយើងនឹងបានជំនួយពីព្រះនគរមគធៈដើម្បីដាក់ទោសឲ្យនឹងកាត់ក្បាលប្រាសាទអាជីពទៅវិញទេ ព្រះអង្គតាពុទ្ធណានៅពេលនេះព្រះអង្គបានចាញ់សង្គ្រាមទៅហើយតើព្រះអង្គនឹងចង់ធ្វើសង្គ្រាមទៀត មានបញ្ហាទៅព្រះរាជបុត្រទូលបង្គំជាអ្នកចំបាក់ទូលបង្គំនឹងធ្វើសង្គ្រាមម្ដងទៀតយើងនឹងធ្វើសង្គ្រាមយកឈ្នះលើកគេឲ្យតតែបានព្រះមហារាជប្រសានអាជីពពួកគេពិតជាថោកទៀតធ្វើសង្គ្រាមវាយឆ្មក់ពីក្រោយខ្នងយើងមិនដែលអភ័យទោសចំពោះអ្នកវាយឆ្មក់ពីក្រោយខ្នងយើងនោះទេនៅពេលនេះពួកយើងត្រូវតែកាត់ក្បាលប្រាសាទអាជីពឲ្យបាន មើលដល់យើងនឹងកាត់ក្បាលគ្នាបាន ឲ្យបានព្រះនគរសត្យអត់លោករៀបទៅនោះទេព្រះនគរសត្យបានប្រាសាទអាជីពបានព្រះនគរសត្យវង្ស បានហើយវានឹងមានតាមបំផ្លាញនិងបាត់បង់ជីវិតម្ដងទៀតទេហើយប្រជារាស្ត្រយើងនឹងទទួលការឈឺចាំម្ដងទៀតទីក្រុងរបស់យើងនឹងត្រូវខ្ទេចដូចជាធូលីវានឹងត្រូវវិនិច្ឆ័យហិនហោចម្ដងទៀតនេះគឺជាការកាប់សម្លាប់មនុស្សជាតិដូចគ្នា ព្រះលោហិតរបស់ទ្រង់មិនតាន់កកនោះទេព្រោះអីនឹងមិនតាន់ឃើញព្រះមេដាព្រះបិតារបស់ទ្រង់និងអ្នកដែលទ្រង់សពព្រះរាជហត្ថីត្រូវរងរបួសតើទ្រង់មានការឈឺចាប់ដែរទេ ទូបង្គំពិតជាខឹងយ៉ាងខ្លាំងទូបង្គំចង់បំផ្លាញពួកគេទូបង្គំស្អប់ពួកគេព្រោះគេជាសត្រូវរបស់យើងសង្គ្រាមបានបំផ្លាញទៅហើយព្រះអង្គគ្រប់គ្នាក៏បានជ្រាបដែរមែនទេថាមានអ្វីកើតឡើង យើងមិនអាចរស់នៅដោយគ្មានជ័យជំនះបាននោះទេ មើលដល់គេនិយាយត្រូវ ហើយ ឈប់យកគំនិតអតីតកាលរបស់ទ្រង់មកព្រះតម្រិះទៅគឺត្រូវតែព្រះតម្រិះពីថ្ងៃអនាគតរបស់យើងវិញគឺត្រូវតែគិតថាការបំផ្លាញបែបនេះតើយើងគួរតែដោះស្រាយយ៉ាងម៉េច ព្រះរាជបុត្រមានភាពអត់ធ្មត់របស់ព្រះរាជបុត្រមានតែទទួលប្រាជ័យមយគុតដែលចង់ទាមទារយកជ័យជំនះត្រឡប់មកវិញនេះហើយដែលព្រះនគរកម្ពុជាចង់បានភាពល្បីល្បាញនឹងត្រូវតែទទួលត្រឡប់មកវិញឲ្យបានព្រះរាជបុត្រ មើលដល់យើងចង់បានភាពល្បីល្បាញមកវិញទទួលខុសត្រូវភាពល្បីល្បាញនោះយើងបានបង្កើតវាឡើងហើយគឺរូបរាងកាយជាអ្នកប្រកាន់យកភាពស្រេកឃ្លានជាមួយនឹងអំណាចប្រាប់ទូបង្គំមកអ្នកណាដែលជាម្ចាស់ទឹកដីនេះមិនដែលលើយើងតើអ្នកណាដែលជាម្ចាស់របស់មេ វាទាំងអស់គឺជាកម្មសិទ្ធិជីដូនជីតាយើង បើវាជាកម្មសិទ្ធិរបស់ដូនតាយើងអញ្ចឹងតើដូនតាយើងឲ្យយើងធ្វើសង្គ្រាមដែរទេតើនរណាដែលជាម្ចាស់ទឹកដីនេះបើមិនមែនជាព្រះអង្គទេនៅក្នុងកន្លែងនេះកាលពីមុនហេតុអីក៏ព្រះអង្គចង់ធ្វើជាម្ចាស់នៅពេលនេះហេតុអីក៏យើងចាំបាច់ត្រូវធ្វើសង្គ្រាមបាននាំមកនៅអ្វីខ្លះតើមានសេចក្តីស្ងប់ ពេល ដែរទេ នេះមិនត្រូវប្រើពាក្យសម្ដីស្ងប់ទេហើយទ្រង់នឹងធ្វើសង្គ្រាមនៅទីនេះក្នុងសារក្រមនេះមែនហើយ បើសិនជាព្រះអង្គចង់ធ្វើសង្គ្រាមដោយមានជំនួយពីកងទ័ពមេកធៈនោះអញ្ចឹងទូបង្គំនឹងបញ្ជាឲ្យកងទ័ពទាំងនោះទៅនគរមេកធៈវិញ ព្រះរាជបុត្រនយោបាយរបស់ទ្រង់កំពុងតែប្រឆាំងជាមួយមតិសាធារណៈសត្យវង្សហើយទូលបង្គំមិនឲ្យព្រះអង្គសម្រេចប្រតិដូចនេះទេត្រូវហើយប៉ុន្តែត្រូវអាចទៅរួចទេលោកសេនាប្រមុខត្រូវតែបោះឆ្នោតនៅពេលនេះតែម្ដងត្រូវហើយសូមស្ងាត់សិនអ្នកទាំងអស់គ្នាសូមធ្វើការស្ងៀមស្ងាត់សិនអ្នកទាំងអស់គ្នាតើអ្នកណាពេញចិត្តព្រះរាជបុត្រទៅឈរនៅម្ខាងព្រះរាជបុត្រភ្លាមទៅ ព
រាជបុត្របើព្រះអង្គសុទ្ធឋានៈប្រថាប់នៅទីនេះទ្រង់ច្បាស់ជាទៅធ្វើសង្គ្រាមហើយ នយោបាយគ្មានអ្វីខុសពីសត្វនារីឆានទេមានតែអ្នកខ្លាំងប៉ុណ្ណោះដែលអាចរួចជីវិតបាន ព្រះរាជបុត្រមតិសាធារណៈសត្យវង្សទាំងមូលគេចូលចិត្តខាងផ្នែកធ្វើសង្គ្រាមនៅពេលនេះមានតែទ្រង់វាអង្គុយតែទ្រង់គិតយ៉ាងម៉េចទៅទូបង្គំមិនអាចចូលចិត្តធ្វើសង្គ្រាមទេហើយទូបង្គំក៏មិនត្រូវការដែរទោះជាយ៉ាងណាក៏ដោយចុះ បាទទ្រង់មិនគ្រប់គ្រងមតិសាធារណៈទេទ្រង់ត្រូវតែចុះចេញពីតំណែងទ្រង់ភ្លាមទៅ មើលហើយទ្រង់ត្រូវតែចុះចេញពីតំណែងរបស់ទ្រង់ទៅ ឈប់រន្ទះសិនទៅ លោកជានរណា កូរីលោកត្រូវតែទទួលទោស10ខ្សែតីសម្រាប់ការនិយាយកុហករបស់លោក កុំអីសុំព្រះរាជទានទៅឲ្យទូលមង្គមផងចាប់ពីពេលនេះតទៅទូលមង្គមមិនកុហកទៀតទេទ្រង់អាចរបស់ទ្រព្យសម្បត្តិទូលមង្គមទៅចោលក្រាបទូល ព្រះមហារាជប្រទានទៅឲ្យកូរីផងទៅចាប់ពីពេលនេះតទៅគេមិនកុហកទៀតទេ ក្រាបទូលព្រះអង្គទូលមង្គមនឹងចេញពីទីក្រុងប៉ុន្តែមុននឹងពេលទូលមង្គមចេញទៅទូលមង្គមចង់ជួបព្រះរាជបុត្រទៀតថាក្រាបទូលព្រះរាជបុត្រទូលមង្គមចង់ប្រាប់ការពិតដល់ព្រះរាជបុត្រទូលមង្គមបានសម្រេចចិត្តហើយថាទូលមង្គមមិនកុហកទៀតទេហើយនឹងមិនអោបប្រាស់អ្នកណាទៀតឡើយទូលមង្គមកែខ្លួនហើយសូមសន្យា លោកគឺកូរី មែនហើយក្រាបទូលពិតមែនហើយក្រាបទូលទូលមង្គមគឺជាអ្នកជំនួញកូរីដែលបានត្រូវសម្រេចចិត្តទទួលទោសប៉ុន្តែបានព្រះរាជបុត្រជួយទូលមង្គមឲ្យទូលមង្គមកែប្រែជីវិតថ្មី លោកបានចេញពីទីក្រុងហើយមែនទេ មែនហើយព្រះរាជបុត្រទូលមង្គមបានទទួលទោសហើយក្រាបទូលតែនឹងមានមនុស្សខ្លះតាមធ្វើបាបទូលមង្គមមិនត្រូវយកព្រោះតែកំហុសទូលមង្គមទេ រួចចុះលោកទៅនៅឯណាដែរ ទូលមង្គមនៅទីក្រុងបៃសាលីទូលមង្គមរស់នៅទីនោះទូលមង្គមតែនឹកគិតដល់នគរកបលភ័ក្រទូលមង្គមបានលើដំណឹងថានគរកបលភ័ក្រមានសង្គ្រាមហើយទូលមង្គមក៏មកទីនេះដើម្បីជួយរំលែកទុក្ខទូលមង្គមបានប្រមូលស្រូវសូមព្រះរាជបុត្រទទួលវាផងចុះទទួលផងចុះ តាយកវាទៅទុកនៅឯណាទៅ ឲ្យតែព្រះរាជបញ្ជាទូលមង្គមមកក្រាបទូលមង្គមនឹងចែករំលែកសេចក្តីទុក្ខនៅក្នុងទីក្រុងថ្មីទូលមង្គមកំពុងតែមានផែនការយកស្បៀងអាហារទៅទីក្រុងថ្មី ទីក្រុងថ្មី ក្រាបទូល ដល់រុនប្រាប់ខ្ញុំថាទាហានចាំម្ចាស់បងរបស់គេទៅកន្លែងឆ្ងាយគឺនៅទីក្រុងថ្មីមែនទេលោកនាំខ្ញុំទៅទីក្រុងថ្មីបានទេខ្ញុំមិនដែលបានឃើញទេ ព្រះរាជបុត្រគួរតែយើងត្រឡប់ទៅព្រះរាជវាំងវិញទៅព្រះមហារាជកំពុងតែរងចាំហើយ ត្រូវហើយចនាយើងនឹងទៅរាជវាំងវិញបន្ទាប់ពីយើងត្រឡប់មកពីទីក្រុងថ្មីវិញយើងចង់ទៅយើងមិនដែលបានទៅទីនោះទេនាំផ្លូវយើងទៅ ព្រះរាជបុត្រ មិនអីទេខ្ញុំចង់លោកទៅជាមួយខ្ញុំតទៅ បរទេសមក
នេះជាការពិតទេចនា ពួកគេកំពុងតែចំណាយពេលវេលារបស់ពួកគេចុងក្រោយនៅទីនេះ ប៉ុន្តែអំពើទាំងនេះមិនថាយើងជាអ្នកមានឬក៏ជាអ្នកក្រទេនេះជាស្អីទៅជួយប្រាប់ខ្ញុំបន្តិចទៅមើលពួកគេចុះតើដូចជាអំពើដែលមនុស្សធ្វើទេ មិនមែនទេព្រះរាជបុត្រពួកគេគឺជាអ្នកជំនឿនិងមនុស្សចាស់ជរាទេអ្នកមាននិងអ្នកក្រគឺឈឺចាប់ដូចតែគ្នាទេក្រាបទូលរឿងអ្នកមាននិងអ្នកក្រក៏ទទួលការជឿចាប់ក្នុងវ័យចាស់ជរាដូចគ្នាដែរ នរណាម្នាក់ដែលអាចគេចផុតពីចាស់ជរាទេតើយើងក៏មានវាសនាអញ្ចឹងដែរ ដូចតែគ្នាទេក្រាបទូលអ្នកទាំងអស់គ្នាដែលបានកើតមកហើយនោះគឺឆ្លងកាត់ឆាកជីវិតចុងក្រោយរបស់ពួកគេដូចគ្នាភាពវ័យចាស់ជរាគឺជាមុខសញ្ញាចុងក្រោយរបស់មនុស្សចាស់កើតរោគនេះបន្តិចរោគនោះបន្តិចគ្រប់វ័យទាំងអស់មិនថាជាមនុស្សចាស់ឬក៏ក្មេងទេឆាកជីវិតគឺវាបែបនេះក្រាបទូល បច្ឆិមវ័យ អូយជួយផង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  ឈប់សិនហេតុអីពួកលោកវាយគេ ព្រះរាជបុត្រកុំធ្វើបែបនេះអីក្រាបទូលគេជាអ្នកជំងឺសូមកុំប៉ះពាល់គេអីក្រាបទូល ប៉ុន្តែយើងក៏មានជំងឺដែរហើយអ្នករកគ្នាក៏មានជីវិតដូចជាយើងចឹង មិន ដែរ មែនជារោគជំងឺធម្មតាទេគេកាត់ជំងឺឃ្លុង ជំងឺឃ្លុងតើអ្នកទាំងអស់គ្នាអាចកើតជំងឺនេះដែរមែនទេ អត់ទេព្រះរាជបុត្រប៉ុន្តែយើងនឹងធ្លាក់ខ្លួនឈឺព្រោះតែប៉ះពាល់នឹងជំងឺទាំងនេះ តើយើងពិតជាអាចធ្លាក់ខ្លួនក្របានទេហើយយើងក៏អាចធ្លាក់ខ្លួនឈឺដែរបានទេយើងមិនអាចមានវិធីដោះស្រាយទេនេះជាលទ្ធផលរបស់យើងឯងតើគ្មានវិធីអ្វីអាចបញ្ចប់សេចក្តីទុក្ខទាំងនេះទេមែនទេតើគ្មានវិធីដែលនឹងមជ្ឈមអ្វីនឹងមានទ្រព្យសម្បត្តិទេឬរហូតទេ យើងមិនចង់ឲ្យមានជំងឺនេះទេដរាបណាព្រះរាជបុត្រនៅទីនេះជន់ទៅជន់ងើបភ្លើងនេះទៅ អ្នកមីងចង់ធ្វើស្អីហ្នឹងអ្នកមីងមិនដឹងថាទ្រង់គឺជាព្រះរាជបុត្រសិដ្ឋាទេ ខ្ញុំដឹងដូច្នេះហើយទើបខ្ញុំជះនិយាយចោលនៅចំពោះមុខទ្រង់អរគុណចំពោះទ្រង់ហើយដែលធ្វើឲ្យយើងឆ្លងកាត់រឿងគ្រប់យ៉ាងបែបនេះពេលនេះវាជាការឈឺចាប់របស់ ប៉ុន្តែទង្វើរបស់អ្នកមីងកំពុងតែនិយាយជាមួយនឹងព្រះរាជបុត្រហើយដឹងទេ តើខ្ញុំមានកំហុសស្អីទៅខ្ញុំបានធ្វើស្អីខុស ទ្រង់មិនគួរបន្សោតមកទេមានបញ្ហាច្រើនណាស់ព្រោះតែចង់ឲ្យទ្រង់ខ្លាចជាអធិរាជមិនឲ្យទ្រង់ជាអ្នកបួសដូច្នេះហើយព្រះបិតារបស់ទ្រង់បញ្ជាឲ្យអ្នកក្រីក្រអ្នកមានជំងឺនិងមនុស្សចាស់ជរាចេញពីទីក្រុងទ្រង់បានប្រកាសឲ្យចាប់ពួកគេមករស់នៅជើងភ្នំពីព្រោះតែជាកំហុសរបស់ទ្រង់ជាកំហុសរបស់ទ្រង់ទាំងអស់គឺមកពីទ្រង់ជាកំហុសរបស់ទ្រង់ ហេតុអីទៅ គេស្រក់ទឹកភ្នែកព្រោះតែការឈឺចាប់ដោយសារទ្រង់ដូច្នេះហើយទ្រង់មិនគួរខ្លាចជាអ្នកបួសទេពួកយើងទាំងអស់គ្នាទទួលការឈឺចាប់និងមានសេចក្តីទុក្ខយ៉ាងខ្លាំងពួកយើងបន្ទោសទ្រង់ចំពោះតែរឿងនេះតើទ្រង់ជ្រាបទេតើយើងទទួលសេចក្តីទុក្ខយ៉ាងណានៅក្នុងទីក្រុងនេះ ព្រះយាមាយើងព្យាយាមឲ្យព្រះជួយឲ្យយើងផុតពីសេចក្តីស្លាប់ដូច្នេះហើយមានតែព្រះទេដែលអាចជួយជីវិតយើងបាន យើងពិតជាអាម៉ាមុខចំពោះអ្នករកគ្នាណាស់ចិនណាយើងពិតជាមានស្លាកស្នាមទុរយុជាមួយនឹងសង្គមពិតមែន ប៉ុន្តែទ្រង់គ្មានអីតាក់ទងជាមួយគេ ទេមិនមែនជាការពិតទេមិនមែនជាការពិតទេ ទៅទូលបេតារបស់ទ្រង់ទៅបើទ្រង់មិនជឿខ្ញុំម្ចាស់ទេនោះពួកយើងទទួលការឈឺចាប់ព្រោះតែទ្រង់ចង់បានមោទនភាព